សម្រាប់ថាបដីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីអានវ៉ាចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់និងការបដិញ្ញាចិត្តយ៉ាងមុតមមរបស់ឯកឧត្តមក្នុងការជួយកម្ពុជានិងថៃអាចដោះស្រាយចំនួនដោយសន្តិវិធីភាពជាអ្នកដឹកនាំរបស់ឯកឧត្តមពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរៀបចំឲ្យមានកិច្ចប្រជុំកំពូលប្រជុំពិសេសនាថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងពុត្រាយាយាដែលសហការរៀបចំដោយសហរដ្ឋអាមេរិកនិងដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសចិនដែលកិច្ចប្រជុំនេះបង្កើតបានដោយជោគជ័យនៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរកម្ពុជាថៃសម្ដេចធិបតីក៏បានអរគុណដល់ជ្រាលជ្រៅចំពោះសមាជិកអាស៊ានដែលបានរួមវិភាគទានដ៏មានតម្លៃក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អន្តរការ IOT ការបដិញ្ញាចិត្តរបស់ម៉ាឡេស៊ីចំពោះសន្តិភាពស្ថិរភាពក្នុងតំបន់កាន់តែឆ្លុះបញ្ចាំងតាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនានិងដោយធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចាចតុភាគីស្ដីពីកិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានឈានដល់ការចុះហត្ថលេខានាថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងមក